ហើយបានជាគេធ្វើស្រះចិញ្ចឹមបង្កងនេះចាំបាច់មានរនាំងបាំងជុំវិញស្រះចឹងទៅអីគឺគេធ្វើលបងបិទបាំងការពារបែបហ្នឹងប្រហែលជាគេការពារកុំឲ្យបង្កងហ្នឹងវាចេញក្រៅមកទៅរេណូអាចនិយាយបានថាត្រូវ 50% ការធ្វើរបងបែបនេះគឺទី1ការពារកុំឲ្យបង្កងនឹងចេញហើយទី2ការពារកុំឲ្យសត្វកាចហ្នឹងវាចូលកាលណាសត្វកាចវាចូលអញ្ចឹងវាអាចស៊ីបង្កងនៅក្នុងស្រះនេះអញ្ចឹងធ្វើឲ្យចំនួនការចិញ្ចឹមបង្កងហ្នឹងបាត់បង់មកឥឡូវម៉ាណែតទៅស្រះមួយទៀតខ្ញុំប្រាប់ឲ្យកាន់តែលម្អិតណាមែនតារេណូគ្រប់ស្រះចិញ្ចឹមបង្កងរបស់គាត់សិតតែធ្វើលបងបិទបាំងការពារទាំងអស់ឥឡូវខ្ញុំប្រាប់ម៉ាណែតតិចតាក់ទងជាមួយនឹងរបៀបនៃការរៀបចំស្រះមុននឹងដាក់បង្កងចូលចិញ្ចឹមទី1ហ្នឹងគឺគាត់ធ្វើការបូមទឹកស្រះចេញអស់ហើយគាត់ហាស្រះនេះស្ងួតបន្តិចគាត់នឹងធ្វើការបែកកបោហើយគាត់ត្រូវធ្វើអញ្ចឹងម៉ាណែតដឹងអត់ខ្ញុំគិតថាវិធីហ្នឹងដូចតែយើងចិញ្ចឹមត្រីដែរបូមទឹកចេញសម្អាតបាតស្រះហើយបែកកបោដើម្បីសម្រាប់មេរោគហើយពីព្រោះពេលយើងចិញ្ចឹមត្រីដើម្បីដាក់ត្រីថ្មីចូលទៅគឺឲ្យត្រីហ្នឹងមានសុខភាពល្អហើយចម្រើនលូតលាស់ហើយឆាប់បានផលជាវិធីមួយដើម្បីសម្រាប់មេរោគផងហើយវិញទៀតគឺដើម្បីសម្រាប់សត្វកាចដូចជាពងត្រីពងក្តាមពងអង្គក់ជាពិសេសគឺពងទុងហ្នឹងហ្មងកុំឲ្យនៅពេលដែលយើងអត់ធ្វើបែបនេះទេនៅពេលដែលយើងដាក់ទឹកចូលហើយយើងចាប់ផ្ដើមចិញ្ចឹមកូនបង្កងយើងអត់បានទិន្នផលក្នុងការចិញ្ចឹមបង្កងហ្នឹងទេដោយសារតែសត្វអស់ហ្នឹងវាញាស់មកដែរអញ្ចឹងវាស៊ីកូនបង្កងយើងអស់ហើយហ្នឹងយើងមិនបានទិន្នផលអូយល់ហើយរេណូលើសពីស្លាប់មេរោគគឺស្លាប់ពពួកសត្វកាចដែលមាននៅក្នុងទឹកមកស្រះធំបែបហ្នឹងក៏ដាក់កូនបង្កងបានហ្មងទេរេណូបើតាមខ្ញុំដឹងពីអ្នកជំនាញក្នុងការចិញ្ចឹមបង្កងនេះស្រះទឹក1ម៉ែត្រការ៉េយើងអាចដាក់កូនបង្កងនោះបាន10ប៉ុន្តែដល់ពេលស្រះទឹកនេះធំអញ្ចឹងខ្ញុំដឹងថាមានចំនួនកូនបង្កងប៉ុន្មាននេះម៉ារ៉ាណែតអើយក្នុង1ម៉ែត្រការ៉េនៅក្នុងផ្ទៃទឹកអាចដាក់កូនបង្កងបានចំនួន10ក្បាលហើយចូលរបៀបថែទាំហ៎គេឲ្យចំណីបង្កងរបៀបម៉េចវិញចំពោះចំណីវិញគឺយើងអាចដាក់ផ្លែឈើទុំដូចជាចេកល្ហុងគឺយើងដាក់ឲ្យវាស៊ីបានចេកទុំល្ហុងទុំហើយសម្រាប់ដូចជាល្ពៅយើងត្រូវតែស្ងោរវាឲ្យឆ្អិនសិនទើបយើងដាក់ឲ្យវាស៊ីបានហើយជាពិសេសគឺចំណីគ្រាប់យើងត្រូវតែមានសម្រាប់ដាក់វាជាប្រចាំថ្ងៃតែម្ដងហើយបើសម្រាប់តែបង្កងធំគឺយើងអាចដាក់ជាប្រភេទស្បែកគោយើងស្ងោរវាឲ្យឆ្អិនទៅយើងដាក់ឲ្យវាស៊ីបានដូចគ្នាអូស្បែកគោស្ងោរឆ្អិនដាក់វាស៊ីបានដូចគ្នាបាទហើយចូលរបៀបឲ្យចំណីវិញបងដែលត្រឹមត្រូវយើងអាចឲ្យពេលណាបានខ្លះចំពោះការដាក់ចំណីដែលត្រឹមត្រូវគឺយើងឲ្យនៅពេលល្ងាចបាទហ្នឹងហើយព្រោះអីបង្កងហ្នឹងគឺយើងដាក់ពេលល្ងាចទៅយប់ឡើងគឺវាចេញមកស៊ីចំណីដែលយើងដាក់ឲ្យតែម្ដងបាច់ពេលល្ងាចហើយយកវាចេញមកស៊ីពីព្រោះអីបង្កងជាសត្វដែលស៊ីចំណីពេលយប់ត្រឹមត្រូវហើយបងអូនសម្រាប់បង្កងគឺកសិករទូទៅត្រូវតែដឹងថាការឲ្យចំណីវាគឺនៅពេលល្ងាចហើយដើម្បីយប់ឡើងគឺឲ្យវាចេញមកស៊ីហើយចំពោះការថែទាំរបស់យើងគឺចន្លោះពី3ទៅ4ខែបន្ទាប់ពីយើងបលែងកូនបង្កងហើយគឺយើងអាចប្រមូលផលបានតែម្ដងចំពោះស្រះធំមួយនេះគឺយើងអាចដាក់បានចន្លោះពី5000ទៅ6000កូនហើយបន្ទាប់ពីយើងមើលថែរយៈពេល3ទៅ4ខែគឺយើងអាចប្រមូលផលបានចន្លោះពី2ទៅ300គីឡូឥឡូវដល់ពេលដែលខ្ញុំឆ្លើយសំណួរប្រាប់ម៉ារ៉ាណែតថាហេតុអីបានជាគេក្រាគ្របស្បែកនេះនៅលើស្រះនេះទៅអីតាមពិតទៅគេក្រានេះគឺដើម្បីធ្វើការពិសោធន៍មួយតាក់ទងជាមួយនឹងការចិញ្ចឹមបង្កងហ្នឹងណាគឺគេយកបង្កងមេដែលមានពងយកមកដាក់នៅក្នុងស្រះនេះដើម្បីបញ្ញាស់ពងនៅខ្លួនឯងជាលក្ខណៈបែបធម្មជាតិតែម្ដងអញ្ចឹងគេក្រាសំណាញ់ស្បែកនេះដើម្បីជាជំរកមួយសម្រាប់កូនបង្កងផងដែរហើយជាលទ្ធផលនៃការពិសោធន៍ឃើញថាចំនួនបង្កងហ្នឹងបាត់បង់ច្រើនណាស់អត់សូវមានការកើនឡើងទេបើតាមបទពិសោធន៍របស់គាត់ថាការចិញ្ចឹមបង្កងបែបនេះគឺអត់ទទួលបានជោគជ័យទេនៅពេលដែលយើងយកមេពូជដែលមានពងយកមកដាក់ក្នុងស្រះដើម្បីវាភ្ញាស់បែបធម្មជាតិហ្នឹងគឺបានទិន្នផលតិចសរុបទៅដើម្បីឲ្យបានទិន្នផលច្រើនគឺយើងត្រូវយកបង្កងដែលយើងបានភ្ញាស់នៅក្នុងអាងរួចហើយហ្នឹងហើយយើងយកមកចិញ្ចឹមថែទាំត្រឹមរយៈពេល3-4ខែទៅគឺបានផលច្រើនជាងអញ្ចឹងបើយើងយកកូនបង្កងដែលវាញាស់ហើយប៉ិនត្រឹមម្រាមដៃហ្នឹងយើងយកមកដាក់នៅក្នុងស្រះនេះចិញ្ចឹមថែទាំទៅយើងបានទិន្នផលច្រើនជាងរេណូនៅជាពាក់ច្រឡោមខ្ញុំមួយទៀតនេះបកោដែលគេដោតនៅក្នុងស្រះចិញ្ចឹមបកងហ្នឹងសម្រាប់ធ្វើអីគេស្ដាយដែរយើងមកអត់ចំពេលដែលគេរៀបចំបាតស្រះគេធ្វើការបាយកបោដើម្បីកុំឲ្យមានពងត្រីពងកែបឬពងទុងអីហ្នឹងអញ្ចឹងនៅពេលគេបាយកបោហើយគេចាប់ផ្ដើមនេះដោតបកគោទាំងអស់ហ្នឹងហើយដើម្បីទុកជាតម្រសំណាញ់ស្បៃអញ្ចឹងគេរៀបចំសំណាញ់ស្បៃនៅតាមបកគោនីមួយៗហ្នឹងគេធ្វើរៀងដូចទឹកកន្លកអញ្ចឹងណាដើម្បីទុកជាចម្រោះសម្រាប់សត្វបកងអញ្ចឹងនៅពេលដែលគេរៀបចំហើយអស់បានគេធ្វើការប្រហូរទឹកចូលអញ្ចឹងដល់ពេលយើងមកពេលនេះយើងឃើញថាទឹកចូលអស់អញ្ចឹងទៅយកឃើញសំណាញ់ស្បៃឃើញតែឈើដោតអញ្ចឹងទៅម៉ារ៉ាណែតឆ្ងល់ហេតុអីនៅក្នុងស្រះទឹកនេះគេដោតអញ្ចឹងទៅអីតាមពិតគឺជាចម្រោះសម្រាប់សត្វបកងសោះអូយល់ហើយរេណូអញ្ចឹងតាមពិតបកគោនេះគឺគេធ្វើសម្រាប់ជាតម្រសំណាញ់ដែលជាចម្រោះរបស់សត្វបកងត្រូវហើយអញ្ចឹងសត្វបកងហ្នឹងគឺគេរស់នៅក្រោមចម្រោះមួយតង់ទៀតគេអត់មានដូចត្រីទេណា
នឹងហើយខុសគ្នាកាលណារៀបចំបកគោដាក់សំណាញ់ស្បែកទៅជាចម្រោកហើយជាកន្លែងត្រជាក់មួយសម្រាប់បកងណាវាចូលចិត្តកន្លែងឆ្អៀតត្រជាក់ចឹងហើយអញ្ចឹងនេះជាមេរៀនទាំងអស់ដែលយើងអាចយល់បានខ្លះៗតាក់ទងជាមួយនឹងការចិញ្ចឹមបកងនៅខាងនោះគឺយើងបានឃើញហើយគឺជាស្រះចិញ្ចឹមបកងដល់ពេលនៅផ្នែកខាងនេះវិញអាងនីមួយៗហ្នឹងគឺជាកន្លែងដែលគេចិញ្ចឹមមេពូជបាពូជបកងជាពិសេសមានកន្លែងដែលគេភ្ញាស់កូនបកងទៀតហ៎អញ្ចឹងពូជបកងដែលនៅក្នុងស្រះទាំងអស់ហ្នឹងគឺបានពូជបែបនេះទៅតា បកងហ្នឹងខ្ញុំហៅថាបកងដៃធំអញ្ចឹងនៅក្នុងកសិដ្ឋានរបស់គាត់មានចិញ្ចឹមមេពូជបាពូជហើយនឹងចិញ្ចឹមកូនបកងហើយយកកូនបកងហ្នឹងទៅចិញ្ចឹមក្នុងកសិដ្ឋានទៀតលើសពីហ្នឹងបើសិនជាមានកសិករណាគាត់ចង់យកមកចែកបកងទៅចិញ្ចឹមក៏គាត់ចែកដែរហើយចុះនៅក្នុងកសិដ្ឋានរបស់គាត់មានចិញ្ចឹមពូជបកងអីគេខ្លះទេណូ បើនិយាយពីពូជបកងវិញនៅក្នុងកសិដ្ឋានចិញ្ចឹមបកងនេះគឺគាត់មានតែមួយប្រភេទទេម៉ារ៉ាណែតមុនហ្នឹងហៅថាបកងដៃធំតាមពិតនៅទីនេះគេហៅថាបកងតាគៀបក្រហមឬមួយវិញទៀតគេហៅថាបកងអូស្ត្រាលីហើយសម្រាប់កសិដ្ឋានរបស់គាត់ការចិញ្ចឹមបកងហ្នឹងគាត់ចិញ្ចឹមបកងមេពូជបាពូជដើម្បីបានកូនមកចែកលក់ដល់កសិករផ្សេងទៀតហើយបើសិនជាគាត់ចិញ្ចឹមបកងហ្នឹងបានកូនបកងច្រើនគាត់នឹងយកកូនបកងទាំងអស់ហ្នឹងទៅចិញ្ចឹមនៅក្នុងស្រះបន្ថែមទៀតគេហៅថាបកងសាច់ ច្រើនណាស់ណោះមានកូនទូចៗទៀតណោះ ហ្នឹងហើយនេះសូម្បីនៅក្នុងកំពង់តយោនេះក៏មានដែរឃើញទេនេះគេនៅក្នុងហ្នឹង ធំហ៎ គេអៀនហ៎គេអៀនមករ៉ាណែតនេះចូលទៅក្នុងវិញយ៉ាធ្លាក់លើដាក់ចូលវិញ អូអានេះធំអាក់ឈ្មោលហ្មង មិនមែនឈ្មោះទេនឹងញីតាបើបកងឈ្មោះគឺមានតាគៀបពណ៌ក្រហម បកងឈ្មោលតាគៀបក្រហមអញ្ចឹងបកងនេះតាគៀបក្រហមមានន័យថាឈ្មោលអញ្ចឹង បកងឈ្មោះគឺចំណាំទៅលើតាគៀបរបស់វាទៅកាលណាពណ៌ក្រហមគឺជាតកងឈ្មោះហើយមួយវិញទៀតតាក់ទោជាមួយរូបរាងវាធំជាងបកងញីមើលទៅឃើញឡើងប៉ុណ្ណានៃនេះ ខ្លួនវារៀងសដកវែងណោះត្រូវអត់ ហ្នឹងហើយ ថ្ងៃហ្នឹងខ្ញុំចេះមើលពីរបៀបមើលបកងញីហើយនិងបកងឈ្មោល ហើយលក្ខណៈពិសេសមួយទៀតរបស់បកងខុសពីមន់ជៀមឬក៏បវែអីមន់ជៀមបវែយើងចិញ្ចឹមយើងដាក់ចំនួនបាហ្នឹងទៅជាងមេទេតែសម្រាប់បកងវិញយើងត្រូវដាក់បានឹងមេហ្នឹងឲ្យមានចំនួនប្រហែលគ្នាទើបយើងបានទិន្នផលហើយលក្ខណៈពិសេសរបស់បកងពេលថ្ងៃអញ្ចឹងជាពេលដែលគេប្រកាសពូជឃើញដល់ពេលយើងមកយើងស្ងាត់មើលទៅក្នុងអាអត់សូវឃើញបកងទេតាមពិតនៅវាពួនក្រុមចម្រោកវាអៀនយើងហ៎ពេលវេលាថ្ងៃអញ្ចឹងជាពេលវេលាដែលវាដោយញីដោយឈ្មោះប៉ុន្តែពេលយប់វិញជាពេលដែលវាចេញស៊ីចំណីអញ្ចឹងយើងបានដឹងខ្លះតាក់ទងជាមួយនឹងមេពូជបាពូជនេះអាងទាំងអស់នេះសិតជាអាងដែលគេចិញ្ចឹមមេពូជបាពូជហើយដល់អាងខាងនោះវិញជាអាងដែលគេចិញ្ចឹមកូនបកងចេញទៅមើលខាងនោះវិញម្ដងផ្នែកខាងនេះគឺជាផ្នែកដែលចិញ្ចឹមកូនបកង ហើយកូនបកងប៉ុណ្ណារ៉េណូមើលឲ្យឃើញផងហ្នឹង មិនថាមានវានៅក្រោមនេះអូច្រើនណាអូរត់អស់ហើយ អូប៉ិនម្រាមដៃនិយាយទៅប៉ិនកពឹសហ្មងហ្នឹងណាដល់ពេលថ្ងៃអញ្ចឹងគេលាក់ខ្លួននឹងក្រុមជំរកដូចមេពូជបាពូជគេដែរតែពណ៌គេឡើងខ្មៅ វានៅ ណោះ តូចពណ៌វាខ្មៅចឹងហើយមើលដល់ពេលវាធំពណ៌យ៉ាងខៀវវិញនេះម៉ារ៉ាណែតឃើញទេបកងដូចក្តាមចឹងកាលណាវាចាប់ដើមសក់គឺវាចាប់ដើមធំបន្ថែមទៀតហើយអញ្ចឹងនេះជាសំណក់ឯណា អញ្ចឹងមានន័យថាពេលណាគេចាប់ដើមសក់ហើយគឺគេចាប់ដើមធំ ហ្នឹងហើយបើស្បែកខាងនេះវិញស្រួលមើលហ្មងនៅក្នុងអាងនេះឃើញទេឃើញខ្មៅក្រោមស្បែកសិតតែកូនបកងហ្នឹង បកងគេលក់ប៉ុណ្ណាគេចាប់ដើមចែកកសិករបានរ៉េណូ អូសម្រាប់បកងនេះប៉ុនមួយដែលនៅខាងក្រៅហ្នឹងគឺអាចលក់បានហើយប៉ុន្តែជាទូទៅប្រហែលជាទូចជាងកូនដៃបន្តិចក៏អាចលក់បានដែរ ហើយគេលក់គេគិតមិនគីឡូហើយក៏គិតមិនវិញ អូសម្រាប់បកងពូជដែលគេចែកទៅដល់កសិករហ្នឹងគេលក់គិតគ្រាប់អ៊ំណាថាបកងដែលមានទំហំប្រហែលជាប៉ុនកូនដៃហ្នឹងគឺមួយហ្នឹងប្រហែលជាតម្លៃប្រហែល 1000 ទៅ 1500 អីហ្នឹងណានេះបើអាមួយដែលម៉ារ៉ាណែតឃើញហ្នឹងគឺ 1500 ហ្មងភាសាធំហើយប៉ុណ្នេះហ៎ អូអញ្ចឹងគេមិនមែនគិតគីឡូគេគិតគ្រាប់វិញណោះ ហ្នឹងហើយនេះឃើញទេ អូរត់ប្រសាទច្រើនណាអាតូចៗនេះរត់លឿនជាងអាធំនេះមិននៅក្នុងនេះវិញហ៎ចាក់អូយរត់លឿនណា ទំហំប៉ុណ្ណឹងយើងអាចចែកដល់កសិករដើម្បីគាត់យកទៅចិញ្ចឹមបានហើយហើយមួយវិញទៀតទំហំប៉ុណ្ណឹងក៏យើងអាចបំបែកយកទៅថែទាំចិញ្ចឹមនៅក្នុងស្រះដែលយើងរៀបចំហើយអញ្ចឹង 3-4 ខែក្រោយយើងអាចប្រមូលផលបកងទាំងអស់ហ្នឹងយកទៅលក់បានហើយដែលហៅថាបកងសាច់ មុនហ្នឹងបងប្រុសគាត់បានប្រាប់ហើយពីរបៀបឲ្យចំណីបកងដែលយើងចិញ្ចឹមនៅក្នុងស្រះដោយការឲ្យផ្លែឈើទុំមានល្ហុងមានចេកស្ងោរនៅល្ពៅហើយឬក៏ដាក់នៅស្បែកគោអីចឹងទៅហើយចុះបកងដែលយើងចិញ្ចឹមប្រកាសជាមេពូជបាពូជនៅក្នុងអាងនេះរបៀបដែលយើងឲ្យចំណីមិនទៅរេណូ តាមពិតទៅការដាក់ចំណីបកងសាច់និងបកងពូជដូចតែគ្នាទេយើងដាក់ល្ហុងចេកទុំល្ពៅដែលយើងស្ងោរឆ្អិនហើយដាក់ចូលប៉ុន្តែចំពោះស្បែកគោគឺយើងអត់ដាក់ចូលទេព្រោះវាទឹកតិចវាអាចធ្វើឲ្យទឹករបស់យើងនៅក្នុងអាងហ្នឹងគឺវាខូចដោយសារតែថ្ងៃវាជ្រោកនៅក្រោមជំរកអញ្ចឹងចាំមើលបងបាក់ឲ្យមើលអូន
ពូជបង្កងនេះគឺវាញាស់បានមួយសាហើយអញ្ចឹងហើយយើងយកវាមកបង្កាត់ម្ដងទៀតអូន ពេលមើលពីលើចេះអត់ដឹងទេនេះដល់ពេលបើកសំណាញ់ស្បៃមកច្រើនមែនតើចិត្ត100ក្បាលហើយដឹងអញ្ចឹងមានន័យថានេះជាមេពូជបាពូជល្អក្រោយពីបង្កាត់រួចខាងបងយកទៅជំរុះពងហើយបន្ទាប់មកយកមកបង្កាត់ឡើងវិញ ត្រូវហើយអូនចំពោះមេបាពូជល្អៗបែបនេះគឺយើងអាចបង្កាត់បានចន្លោះពី2ទៅ3ដង ម៉ារ៉ាណែតដឹងឯងថាបកងញីនៅពេលឲ្យពងម្ដងបកងញីដែលមានទំហំទូចហ្នឹងបានប្រហែលជិត500ពងបើបកងមេធំវិញបានពី500ពងទៅ800ពង អូអញ្ចឹងបានផលច្រើនណាស់ណោះ ហ្នឹងហើយ ក្នុងប្រកងញីមួយឲ្យផលម្ដង5ទៅ800ពងហើយដល់ពេលកូនប្រកងហ្នឹងយើងអាចលក់បានត្រឹមប៉ុនម្រាមដៃចន្លោះពី1000ទៅ1500